ជំរាបសួរខ្ញុំឈ្មោះសម្បូរដានីតាអាយុ7ឆ្នាំខ្ញុំជាសិស្សថ្នាក់ទី3រៀននៅសាលា Universal សាខាទួលស្វាយព្រៃខ្ញុំមកទីនេះដើម្បីអានរឿងនិទានដែលមានចំណងជើងថារឿងសត្វស្វានិងអណ្ដើកសូមស្ដាប់ដូចតទៅមានស្វាមួយរស់នៅយ៉ាងសុខសាន្តនៅលើដើមឈើឆ្ងាយពីភូមិនៅថ្ងៃមួយសត្វនោះបានជួបនឹងសត្វអណ្ដើកមួយដែលកំពុងតែវាស្វែងរកចំណីស្វាដ៏មានអំនួតជាសត្វដែលរត់បានលឿនបានមាក់ងាយអណ្ដើកដែលជាសត្វយឺតដោយនិយាយពាក្យអសុរោះដាក់អណ្ដើកតូចនោះពាក្យអសុរោះទាំងនោះបានធ្វើឲ្យអណ្ដើកមិនសប្បាយចិត្តឡើយសត្វទាំងពីរមិនចុះសម្រុះគ្នាទាល់តែសោះនៅទីបំផុតស្វាបានបបួលអណ្ដើករត់ប្រណាំងជាមួយខ្លួនដើម្បីឲ្យដឹងថាអ្នកណាឈ្នះអណ្ដើកក៏យល់ព្រមស្វាដែលជាសត្វលឿនបានរត់យ៉ាងរហ័សទៅនាំមកអណ្ដើកដោយទំនុកចិត្តបំផុតខណៈពេលដែលសត្វអណ្ដើកបានខិតខំប្រវេសប្រវាស់ដែលដើម្បីឲ្យបានដល់ទីមុននៅតាមផ្លូវទៅកាន់ទីស្វាមានអំនួតបានមកដល់ចំការត្រសក់ហើយក៏ចូលស៊ីត្រសក់ក្នុងចំការយ៉ាងសប្បាយរីករាយដោយគិតថាអណ្ដើកមិនអាចមកទាន់ខ្លួនបានឡើយនៅទីបញ្ចប់អណ្ដើកដែលមានការព្យាយាមខ្ពស់បានមកដល់ទីមុនស្វាដែលធ្វេសប្រហែសដោយឃើញអណ្ដើកមកដល់ទីមុនស្វាមានការអៀនខ្មាស់ជាខ្លាំងហើយរំពេចនោះក៏បានរត់ចូលព្រៃបាត់ទៅរឿងនិទានរបស់ខ្ញុំចប់តែប៉ុណ្ណេះសូមអរគុណ